ខ្ញុំឃើញគេខមមិនច្រើនសួរថាអ្នកគ្រូពេលចាប់ទី12ទៅតើយើងអាចប្រឡងគ្រូក្របខ័ណ្ឌហើយនឹងគ្រូកិច្ចព្រមព្រៀងបានអត់អញ្ចឹងបើយើងចប់ទី12យើងមានសិទ្ធិនៅក្នុងការប្រឡងគ្រូក្របខ័ណ្ឌចំពោះគ្រូមត្តេយ្យគ្រូបឋមហើយនិងគ្រូអនុតបពីយើងចប់ថ្នាក់ទី12ហ្នឹងយើងទទួលបានសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិហើយអញ្ចឹងយើងមានសិទ្ធិប្រឡងគ្រូ3ហ្នឹងហើយចំពោះគ្រូកិច្ចព្រមព្រៀងវិញឆ្នាំ2026ហ្នឹងគេតម្រូវឲ្យមានបញ្ញាបត្រសិនអញ្ចឹងពេលយើងចប់ទី12យើងទៅរៀនតនៅសាកលវិទ្យាល័យ4ឆ្នាំមិនថាជំនាញអីក៏ដោយយើងមានសិទ្ធិនៅក្នុងការប្រឡងគ្រូកិច្ចព្រមព្រៀងហើយចំពោះគ្រូបឋមចាប់ពីឆ្នាំហ្នឹងទៅយើងលែងមាន12+2ទៀតហើយយើងមានតែ12+4ក្នុងហ្នឹងមានន័យថានៅពេលដែលយើងប្រឡងចប់ទី12អញ្ចឹងយើងប្រឡងគ្រូបឋមឬក៏គ្រូអនុជាប់អញ្ចឹងយើងត្រូវទៅរៀនច្បាប់គរុកោសល្យចំនួន4ឆ្នាំមានន័យថា12+4ដោយឡែកបើសិនជាយើងប្រឡងជាប់ប៉ុន្តែយើងបានបញ្ចប់បញ្ញាបត្ររួចហើយអញ្ចឹងយើងត្រូវរៀនច្បាប់គរុកោសល្យហ្នឹងតាមមួយឆ្នាំទេចំពោះគ្រូបឋមហើយនិងគ្រូអនុចំណែកឯគ្រូវិទ្យាល័យវិញយើងចប់បញ្ញាបត្រដូចគ្នាពេលយើងប្រឡងជាប់គ្រូប៉ុន្តែយើងខុសពីគ្រូបឋមហើយនិងគ្រូអនុអញ្ចឹងគ្រូវិទ្យាល័យយើងត្រូវការរៀនច្បាប់គរុកោសល្យចំនួន2ឆ្នាំអញ្ចឹងលើសគ្រូបឋមហើយនិងគ្រូអនុមួយឆ្នាំទោះបីជាគ្រូបឋមហើយនិងគ្រូអនុរៀនតែមួយឆ្នាំចំណែកឯគ្រូវិទ្យាល័យរៀន2ឆ្នាំប៉ុន្តែក្រោយពីបដិបត្តិយើងទទួលបានក្របខ័ណ្ឌក៏ដូចគ្នា